ហៅអ្នកជំងឺធ្លាក់ទឹកចិត្តថាជាមនុស្សខ្ជិលច្រអូសឬដ្រាម៉ាទៀតទៅខ្ញុំនឹងរៀបរាប់អំពីមូលហេតុជាក់ច្បាស់ដែលនៅពីក្រោយជំងឺធ្លាក់ទឹកចិត្តទី1ជំងឺធ្លាក់ទឹកចិត្តពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរសារធាតុគីមីពិតប្រាកដនៅក្នុងខួរក្បាលឧទាហរណ៍ដូចជាសេរ៉ូតូនីននិងដូប៉ាមីនដែលជាតិគីមីទាំងពីរនេះមានតួនាទីធ្វើឲ្យយើងមានកម្លាំងចិត្តនិងអារម្មណ៍សប្បាយរីករាយចំពោះអ្នកធ្លាក់ទឹកចិត្តជាតិគីមីទាំងពីរនេះគឺមិនដំណើរការដូចធម្មតានោះទេមួយវិញទៀតអ្នកធ្លាក់ទឹកចិត្តគាត់ដាក់សមត្ថភាពក្នុងការធ្វើឲ្យអារម្មណ៍គាត់រីករាយអ្វីដែលធ្លាប់ធ្វើទៅសប្បាយស្រាប់តែលែងមានន័យអ្វីសោះនេះមិនមែនដ្រាម៉ានោះទេមួយវិញទៀតការនិយាយទៅកាន់អ្នកជំងឺធ្លាក់ទឹកចិត្តឲ្យព្យាយាមឲ្យខំប្រឹងប្រែងពីប្រៀបធៀបយើងនិយាយទៅអ្នកជំងឺដែលបាក់ជើងហើយលើកទឹកចិត្តឲ្យគាត់ដើរដូចគ្នាដែរចឹងការប្រៀបធៀបកត្តារួមផ្សំជាច្រើនទៀតឧទាហរណ៍កត្តាហ្សែននិងការប៉ះទង្គិចផ្លូវចិត្តពីកុមារភាពភាពតានតឹងរ៉ាំរ៉ៃការប្រែប្រួលអរម៉ូនឬក៏គេសង្កេតឃើញមានការរលាកផ្សេងៗនៅក្នុងខ្លួនជំងឺទឹកចិត្តភាគច្រើនមិនមែនកើតមកពីមូលហេតុតែមួយទេគឺច្រើនរួមផ្សំគ្នាដំណឹងល្អជំងឺចិត្តអាចព្យាបាលបានការព្យាបាលជំងឺចិត្តតាមរយៈឱសថនិងការប្រឹក្សាយោបល់អាចជួយបានបើអ្នកកំពុងជួបការប្រទះការលំបាកសូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយ